កាលពីសប្តាហ៍មុនហ្នឹងយើងបានរៀនជាមួយនឹង lesson 5 controlling program flow ក្នុងហ្នឹងទាំងអស់គ្នាបានរៀនអំពីការប្រើប្រាស់ if អញ្ចឹងបើសិនខ្ញុំរំលឹកមកវិញ if យើងមានលក្ខខណ្ឌនិងមានលទ្ធផលអញ្ចឹងបើសិនជាវាត្រូវជាមួយលក្ខខណ្ឌណាមួយហ្នឹងគឺវាចូលទៅតាមលទ្ធផលរបស់វាហ្នឹងឧទាហរណ៍ថាយើងមាន if money if អីផ្សេងៗអញ្ចឹងទៅឥឡូវនេះនៅក្នុងមេរៀននេះគឺយើងមានមួយផ្នែកទៀតដែលយើងនិយាយអំពី switch case អញ្ចឹងឧទាហរណ៍ថាយើងប្រើ if ករណីរបស់យើងមានច្រើន if money តូចជាង 3000 money ធំជាង 4000 money ធំជាង 5000 អញ្ចឹងទៅវាមានឧទាហរណ៍ 4-10 ករណីពេលហ្នឹងយើងពិបាកទៅ say if អញ្ចឹងគឺយើងអាចប្រើប្រាស់ករណីមួយទៀតគឺ switch case switch case ហ្នឹងយើងអាចបង្កើតទៅជា case ច្រើនហើយតែយើង switch តាម case នីមួយៗនឹង case មានលក្ខខណ្ឌឧទាហរណ៍ថាលក្ខខណ្ឌ 2000 យើងញ៉ាំមីលក្ខខណ្ឌ 3000 យើងញ៉ាំត្រីលក្ខខណ្ឌ 5000 ញ៉ាំមាន់លក្ខខណ្ឌ 80000 ញ៉ាំ steak អញ្ចឹងយើងឃើញមាន4លក្ខខណ្ឌហ្នឹងយើងអាចប្រើប្រាស់ switch case បានកន្លែងនេះគេហៅថា case label នេះយើងសរសេរ switch case ហ្នឹងគឺយើង switch condition អីហើយទៅយើងមាន case label នីមួយៗហ្នឹងហើយទៅយើងមានត្រូវលក្ខខណ្ឌរបស់វាអញ្ចឹងឧទាហរណ៍ថាយើងមាន case មិញ case លុយហើយទៅ label របស់វាគឺ label ទី1ទី2ទី3ទី4អញ្ចឹងទៅហើយទៅយើងត្រូវធ្វើអីតាម label នីមួយៗញ៉ាំមាន់ញ៉ាំត្រីញ៉ាំអីអញ្ចឹងកន្លែងនេះគេបញ្ជាក់ថា label នីមួយៗគឺត្រូវតែជា constant ពាក្យថា constant គឺជាលេខ1 2 3 4 5អញ្ចឹងឥឡូវយើងឃើញនៅក្នុងនេះយើងមើលទៅឧទាហរណ៍របស់កូដវិញនៅក្នុងឧទាហរណ៍នេះយើងឃើញនេះគេដាក់លក្ខខណ្ឌលុយគឺជា case គេដាក់លក្ខខណ្ឌលុយគឺជា case ជា condition ដល់ពេលនេះជា label នីមួយៗនេះអញ្ចឹងនៅពេលដែលយើង switch ហ្នឹងគឺចំនួនលុយយើងឃើញលុយចូលតាមយើងវាយពី keyboard ឲ្យដូចគ្នាអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងវាយលុយហ្នឹងឧទាហរណ៍យើងវាយត្រូវ 2000 គឺវាចូលលក្ខខណ្ឌញ៉ាំមី 3000 ចូលលក្ខខណ្ឌញ៉ាំត្រី 5000 ញ៉ាំមាន់ 80000 ញ៉ាំ steak អញ្ចឹងគេនិយាយថា case មិញនេះគឺត្រូវតែជា constant មានន័យថាវាជាលេខដាច់ខាតលេខ 2000 លេខ1លេខ2លេខ3អញ្ចឹងទៅគឺវាអាចមានធំជាងឬក៏តូចជាងនៅក្នុង case ហ្នឹងទេអានេះវិធីមួយទៀតនៃការប្រើប្រាស់ស្តៀង if ដែរគ្រាន់តែថា switch case នេះគឺយើងប្រើក្នុងលក្ខខណ្ឌដែលមានច្រើន case ហើយ case នីមួយៗគឺលក្ខណៈជា constant ពេលហ្នឹងយើងអាចប្រើប្រាស់ switch case នេះបាននៅក្នុងនេះមាន if មួយប្រភេទទៀតអានេះជាលក្ខណៈមួយប្រភេទទៀតនៃការសរសេរ if ប៉ុន្តែខ្ញុំអត់បង្ហាញពួកយើងទេដោយសារតែតាមពិតទៅអានឹងយើងប្រើប្រាស់ if ធម្មតាហ្នឹងគឺវាងាយចាំជាងយើងប្រើវិធីនេះវិធីមួយទៀតគេសរសេរមើលទៅមិនជួរខ្លីប៉ុន្តែគ្រាន់តែថាជួនកាលយើងពិបាកក្នុងការចាំគេ if អីចឹងដូចគ្នាទេតាមពិតទៅគឺវាដើរដូច if ដូចគ្នាអត់មានអីទេអញ្ចឹងក្នុងនេះខ្ញុំអត់បង្ហាញទេតែខ្ញុំចូលទៅឧទាហរណ៍នៅក្នុង switch case នោះតែម្ដងប្រើប្រាស់កម្មវិធី Qt Creator ឧទាហរណ៍ក្នុងកម្មវិធី Qt Creator នេះនៅពេលយើង run មកវាឲ្យយើង choose number អីចឹងទៅ say hello say goodbye អីចឹងណាបន្ទាប់មកនេះ see in ចូលទៅ number បើសិនអ្នកទាំងអស់គ្នាវាយ number 1វានឹង print ថា hello វាយ number 2វា print goodbye ផ្សេងៗទៅហើយខ្ញុំសាក run code ហ្នឹងអញ្ចឹងពេលនេះវាសួរប៉ុន្តែដោយសារយើង run ក្នុង Qt Creator ក្នុងនេះយើងវាយអត់បានទេអញ្ចឹងដើម្បីអាចឲ្យវាយបានតើយើង run ក្នុង terminal ខ្ញុំបកចូលទៅកន្លែង project នេះកន្លែង run នេះខ្ញុំ click យកពាក្យ run in terminal ចឹងនៅពេលដែលខ្ញុំ run នេះវា run ក្នុង terminal ឥឡូវខ្ញុំ select លេខ1 enter គេវា print hello ខ្ញុំ run ភាសាទៀតបើសិនខ្ញុំយកលេខ2វា print goodbye អញ្ចឹងលក្ខណៈប្រើប្រាស់ switch case ហ្នឹងគឺបែបហ្នឹងជួនកាលយើងមានកូដដែលមានលក្ខខណ្ឌជាលក្ខណៈ case បែបហ្នឹងយើងអាចប្រើប្រាស់ switch case បាន